Và nàyជាយុវជនស្ម័គ្រចិត្តរបស់ជាសាន IT ដើម្បីរៀបចំខ្លួនដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលរៀបចំឡើងនៅក្នុងខេត្តសៀមរាបបាទពេលនេះកំពុងតែរៀបចំចំណារទៅខាងកោះពេជ្រដើម្បីរៀបចំឡើងឡាននៅទីនោះដែរបាទពេលនេះយើងមកដល់កន្លែងឡើងឡានហើយផឹកនេះក៏មានច្រើនដែរបាទព្រោះយុវជនស្ម័គ្រចិត្តយើងគឺច្រើនដែរជាង 5000 នាក់អញ្ចឹងហើយក៏មនុស្សច្រើនដែរនេះថ្ងៃទី2ឯពូគេទៅថ្ងៃទី11មួយជើងថ្ងៃទី12មួយជើងថ្ងៃទី13មួយជើងហើយខ្ញុំទៅថ្ងៃទី12ទៅជាមួយក្រុមការងារយុវជនស្ម័គ្រចិត្តរបស់IK ដែរបាទយើងមកដល់កន្លែងស្នាក់នៅហើយកំពុងតែរៀបចំឲ្យបាននៅខ្ញុំមួយទៀតអត់យកឡើងឲ្យគាត់ឡើងទៅឲ្យទៅឈ្មោះអត់ទៅមែនទេការរៀបចំទីលានគឺធ្វើឲ្យតែទេគឺរៀបចំទីផ្សំថ្ងៃអញ្ចឹងយើងទៅមើលថាទីលានមានអីខ្លះស្គាល់
នៅសល់អាសេះខ្មៅនៅសល់អាសេះស្នោនៅសល់អាសេះភឿននៅសល់អាសេះបាទនេះបាទណាគាត់រំគណៈធម្មតាគាត់លីហើយលោកណាសុំសម្លេងអបអរសាទរបាទគាត់លីហើយបាទគាត់លីទៅវិញហើយបន្តិចទៀតយើងនឹងបានទស្សនាសេះចំនួន6ក្បាលញញឹមបាទមានតែមិនទេគយបាទជួយជុំទី3ប្រព័ន្ធសេះបាទលោកវាយចង្កងបាល់បានហើយវាយចង្កងម្ដងបានហើយទៅទៀតបាទទៅតែម្ដងផងទៅចុះបោលឲ្យអត់យល់ទេមកចង់វាអត្ថាធិប្បាយអត់យល់ទេ